ក្រុមអ្នកជំនាញមកពីអង្គការអភិរក្សសមុទ្រកម្ពុជា MCC កំពុងធ្វើការសង្គ្រោះសត្វផ្សោតប្រភេទថ្មីដែលពលរដ្ឋប្រទះឃើញនៅឆ្នេរសមុទ្រក្រុងបូកូមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពតដឹកនាំដោយលោកសសូរិននាយខណ្ឌនិងក្រុមអ្នកជំនាញមកពីអង្គការអភិរក្សសមុទ្រកម្ពុជា MCC កំពុងជួយសង្គ្រោះសត្វផ្សោតចំនួន3ក្បាលដែលពលរដ្ឋប្រទះឃើញនៅឆ្នេរសមុទ្រស្ថិតក្នុងភូមិកែបថ្មីក្រុងបូកូខេត្តកំពតកាលពីព្រឹកថ្ងៃទី13ខែមេសាឆ្នាំ2025ខណៈ2ក្បាលទៀតបានហែលទៅកន្លែងផ្សេងសត្វផ្សោតនេះជាផ្សោតប្រភេទថ្មីដែលពុំធ្លាប់មាននៅក្នុងដែនសមុទ្រកម្ពុជានោះទេបើតាមការស្រាវជ្រាវសត្វផ្សោតប្រភេទនេះភាគច្រើនរស់នៅតំបន់នៃប្រទេសម៉ាឡេស៊ីនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរិសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបងឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ